សួស្តីដល់គ្នាស្វាគមន៍មកកាន់ Channel កូនទីខ្ជូធីសម្រាប់គ្នាជួយ Like Subscribe ដាក់សញ្ញាកាដឹងអ្នកមួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតហើយយកមកសម្រាប់ជូនដល់គ្នាទស្សនារឿងនេះមានចំណងជើងថាកំពូលអ្នកបំរើតែមើលថែប្រោះពីការជើងមួយរឿងចប់នេះគឺជាតួស្រីរបស់យើងមានឈ្មោះថាលូហ៊ុនដែលបងស្រីគាត់បានណែនាំឲ្យតួស្រីរបស់យើងទៅរកការងារធ្វើដែលនោះជាអ្នកបំរើក្នុងផ្ទះគេណាមើលថែបរិះពីការតួស្រីរបស់យើងណាគាត់ក៏កាត់ធ្វើតាមនឹងតែម្ដងទៅណាមួយទីកន្លែងដែលគេបានណែនាំឲ្យតួស្រីយើងទៅហ្នឹងក៏ជាកន្លែងល្អហើយដោយសារតែគូដណ្ដឹងណារបស់បច្ចុប្បន្នហ្នឹងណាអ្នកមាននឹងគេបានចង់មើលថែតួប្រុសយើងអញ្ចឹងហើយណាក៏បាននេះដាច់ផ្កាភ្ជាប់ពាក្យជាមួយតួប្រុសរបស់យើងដែលហេតុថាតួប្រុសយើងបរិះពីការជើងហើយគេនឹងខ្លាចទៅជាមនុស្សរុក្ខជាតិអីចឹងទៅតួស្រីរបស់យើងក៏អត់តន់ចូលផ្ទះគេទេសុកចិត្តនៅក្លួយនិយាយទូរស័ព្ទមួយបងស្រីរបស់គាត់ហើយក៏បានមើលតួប្រុសយើងពីចម្ងាយហើយមើលទៅដែរគឺថាតួប្រុសរបស់យើងត្រូវបានគេធ្វើបាបខ្លាំងមែនតើតួប្រុសយើងក៏ចង់ទុកដែរដែលឲ្យគេមកមើលងាយគាត់ដល់ក្នុងផ្ទះបែបនេះក៏បានឲ្យកូនចៅរបស់គាត់អូសយកគូដណ្ដឹងរបស់គាត់ហើយក៏ឲ្យពួកគេចេញទៅតែម្ដងហើយតួស្រីរបស់យើងគាត់ក៏បានចូលទៅក្នុងផ្ទះក៏បានណែនាំខ្លួនឲ្យគេបានស្គាល់ណាថាគាត់នឹងមកធ្វើជាអ្នកបម្រើនៅក្នុងផ្ទះនឹងម្នាក់ដែរហើយសំខាន់ណាគឺមើលការខុសត្រូវទៅលើតួប្រុសយើងតែម្ដងហើយប្អូនរបស់តួប្រុសយើងវិញណានិយាយថាគេពេញចិត្តមួយតួស្រីរបស់យើងមកទៅហឹងតែម្ដងណាដែលមានឈ្មោះថាសងហឹងនេះសងហឹងគេក៏បានរៀបចំបន្ទប់មួយឲ្យតួស្រីដែលបន្ទប់គេចេញមកឡើងស្អាតតែម្ដងណាមិនមែនបន្ទប់ចេញមកសម្រាប់តែអ្នកបម្រើអីទេរៀបមកហ្នឹងគឺស្មើនឹងម្ចាស់ផ្ទះតែម្ដងតួស្រីយើងនិយាយពីថាសបាយតែអ៊ំស្រីម៉ែដោះណាក៏និយាយថាក្នុងផ្ទះមួយនេះតួស្រីរបស់យើងអត់សូវស្រួលហ្មងទេណាមួយទៀតចង្វាយនៅក្នុងផ្ទះក៏គេជាមនុស្សដែលកាចខ្លាំងណាស់តួស្រីយើងអត់ខ្វល់តែម្ដងចង់កាចមិនក៏កាចទៅដោយសារតែចរិតរបស់តួស្រីយើងនឹងក៏រៀងខលចឹងហើយតួស្រីរបស់យើងនៅពេលដែលគាត់ត្រូវមកធ្វើជាអ្នកបម្រើគេតែមានអារម្មណ៍ថាខ្លួនឯងដូចជាប៉នាងចឹងហើយបន្ទាប់មកគាត់ក៏បានមកដល់ផ្ទះចូលទៅក្នុងផ្ទះរបស់តួប្រុសយើងណាក៏ឃើញថាតួប្រុសយើងគឺអត់បាននៅក្នុងបន្ទប់នឹងឡើយសូម្បីតែគាត់ខំសួរក៏មិនឃើញតែពិតទៅគេកំពុងតែមើលតួស្រីយើងពីចម្ងាយតាមកាមេរ៉ាសុវត្ថិភាពអីចឹងទៅណាតួស្រីរបស់យើងគាត់ក៏បានដាក់មេព្រឹកកុំឲ្យតួប្រុសយើងតាមគាត់មកថាគាត់លើនេះកំពុងតែនៅទីណាបន្ទាប់មកក៏បាននេះទៅរកតួប្រុសរបស់យើងដល់កន្លែងតួប្រុសយើងក៏ខំនេះទីងតួប្រុសរបស់យើងគាត់ក៏ខំចុចនេះរទេអូរបស់គាត់ហ្នឹងដើម្បីតែចេញទៅតែតួស្រីរបស់យើងណាគាត់ក៏និយាយថាចឹងទៅណាដោយសារតែគាត់គឺបានដកថ្មណាចេញពីរទេះរុញនឹងរួចអស់ហើយអញ្ចឹងហើយតួប្រុសយើងអត់ទៅឲ្យតាណាបានទេតួប្រុសយើងវិញគាត់ឡើងមើលជាមួយតួស្រីតែម្ដងដោយសារតែគាត់គឺប្រកាយយូរណាស់ហើយគាត់ចង់មានណាគេមកមើលថែខុសត្រូវគាត់ទេក៏មិនមែនជាមនុស្សដែរដូចថាដេកស្លាប់មកនៅនឹងក្រេអញ្ចឹងទៅណាគាត់អាចធ្វើខ្លួនឯងបានដែរតែនៅពេលដែលគាត់គឺអត់មានឧបករណ៍នឹងហើយគឺថារទេះរុញរបស់តួប្រុសអត់អាចទៅមុខបានទេអញ្ចឹងហើយតួស្រីក៏ថាអញ្ចឹងគាត់មកទីនេះមកធ្វើជាអ្នកបម្រើរបស់តួប្រុសយើងហើយអញ្ចឹងហើយសង្ងំនៅស្ងៀមហើយចាំគាត់ជួយបម្រើតួស្រីរបស់យើងគាត់ក៏ត្រូវមកម៉ាស្សាជើងឲ្យតួប្រុសរបស់យើងរហូតនៅពេលដែលបើកមើលជើងគេទៅក៏បានឃើញស្ទើរតែស្នាមកសៃស្នាមក្រហមអីចឹងទៅណាតួប្រុសក៏សួរខ្ពើមដែរល្អហើយបន្ទាប់មកណាតួស្រីយើងក៏ខំច្បាច់ក៏សួរគេណាថាមានឈឺទេមែនតួប្រុសក៏ថាគាត់មានអារម្មណ៍អីទេជើងរបស់គាត់ការុកជាតិហើយតួស្រីយើងក៏និយាយថារូបបែបហ្នឹងគឺល្អហើយកុំឲ្យតួប្រុសយើងមានភាពឈឺចាប់តែតួប្រុសយើងក៏ត្រូវការបែបហ្នឹងទេនៅពេលដែលឥឡូវនេះតួស្រីយើងទទួលបំរើតួប្រុសរបស់យើងពេញទីបែបហ្នឹងហើយនិយាយថាសងហឹងគេសប្បាយចិត្តខ្លាំងមែនតើដោយសារតួប្រុសយើងយល់ព្រមមួយគេហើយឲ្យមានបំរើអីចឹងទៅដូច្នេះហើយគេក៏ត្រូវតែផ្ដល់រង្វាន់ឲ្យតួស្រីរបស់យើងបាញ់លុយឲ្យតួស្រីរបស់យើងចូលកងឡើងមិនចេះតិចចឹងហើយតួស្រីរបស់យើងគាត់សប្បាយចិត្តខ្លាំងណាស់គ្រាន់តែជាថ្ងៃទី1របស់គាត់តែគាត់បានលុយពីម្ចាស់ផ្ទះឡើងច្រើនចឹងណាចឹងហើយបើនៅដល់មួយខែ2ខែទៀតតួស្រីយើងគាត់លាក់កើបលុយហើយឥឡូវហ្នឹងគាត់ក៏មកនិយាយទូរស័ព្ទមួយបងស្រីរបស់គាត់យ៉ាងសប្បាយចិត្តហើយឥឡូវនេះក៏ដល់ពេលដែលត្រូវញ៉ាំបាយអាហារពេលល្ងាចហើយតួស្រីរបស់យើងណាគាត់ក៏រៀបចំម្ហូបឲ្យតួប្រុសយើងតាមហ្នឹងចឹងទៅតែតួប្រុសក៏ថាចេះគាត់ញ៉ាំទេតួស្រីក៏ថាញ៉ាំក៏អត់ទៅគាត់ខ្វល់ទេមិនជីវិតរបស់គាត់ណាតួស្រីរបស់យើងក៏យកម្ហូបដែលគាត់ហ្នឹងខំរៀបចំឲ្យតួប្រុសយើងញ៉ាំឡើងអស់ហើយសង្ហឹងគេមកដែរណាគេក៏អង្គុយញ៉ាំឡើងខ្ទេចខ្ទីតែម្ដងទោះបីជាដឹងថាអញ្ចឹងឥឡូវហ្នឹងតួប្រុសយើងក៏អត់តញ៉ាំអីទេតែដោយសារតែម្ហូបរបស់តួស្រីយើងក៏តំណងហើយតួស្រីយើងគាត់ក៏និយាយថាមកមើលថែតួប្រុសយើងអត់ស្រួលទេមនុស្សគេហ្នឹងគឺពិបាកខ្លាំងណាស់ចឹងហើយតួស្រីយើងនិយាយបែបពិបាកបែបហ្នឹងដោយសារតែគាត់ក៏ចង់បានលុយថែមបានតែលុយមកថែមមកតួស្រីរបស់យើងធ្វើអីក៏ធ្វើដែរចឹងហើយឥឡូវហ្នឹងណាតួប្រុសរបស់យើងក៏មានតួស្រីយើងរៀបចំមេนูមនុយណាយកមកឲ្យតួប្រុសយើងរើម្ហូបទៅស្រឡាញ់មួយណាចុចយកមួយហ្នឹងចោះកុំឲ្យធ្វើអីហ្នឹងក៏ទៅចិត្តមិនពេញចិត្តតែនៅពេលឲ្យតួស្រីយើងគាត់ធ្វើស្លាធ្វើសង្វិចឲ្យតួប្រុសយើងញ៉ាំហើយក៏តួប្រុសរបស់យើងវិញណាគាត់ក៏រើសខ្លាំងមែនតើស្អីហ្នឹងក៏លេបមិនចូលហើយក៏ថាម្ហូបរបស់តួស្រីយើងក៏ញ៉ាំមិនកើតចឹងទៅអ្នកសងហឹងណាគេក៏បានទាញយកម្ហូបរបស់តួប្រុសយើងដោះកោអីហ្នឹងយកមកផឹកដល់ញ៉ាំទាំងអស់ហើយ
ហើយគេក៏និយាយថាគ្មានអីណាហើយឆ្ងាញ់ធម្មតាតើហេតុអីបានជាបងប្រុសរបស់គេនឹងរើសដល់ម្លឹងចឹងទៅតួប្រុសយើងគាត់ក៏ខឹងងក់ងោរត់ចេញទៅបានហើយតួស្រីរបស់យើងគាត់ក៏បានទៅចំអិលណាសាច់ជៀនឲ្យតួប្រុសរបស់យើងមកមុខទៀតតែតួប្រុសយើងក៏ថាគាត់មិនញ៉ាំទេគាត់មិនឃ្លានទេចឹងទៅតួស្រីរបស់យើងក៏មិនខ្វល់តាមនឹងគាត់ក៏បានទិញម្ហូបហ្នឹងណាយកទៅទាំងអស់តែម្ដងតួប្រុសយើងតាមពិតទៅគាត់គឺពិតជាឃ្លានខ្លាំងណាស់តែមនុស្សហ្នឹងគឺចង់យកឈ្នះគេចង់រៀមមើលទៅខ្លាំងណាចឹងហើយក៏ព្រមមិនញ៉ាំរបស់តួស្រីរបស់យើងធ្វើទាំងអស់ហើយពេលនោះតួស្រីរបស់យើងដល់ពេលតួប្រុសយើងប្រកាយក៏មិនពេញចិត្តនេះមិនពេញចិត្តនោះចឹងហើយម្ហូបអីក៏ដោយតួស្រីរបស់យើងណាគាត់ក៏លែងធ្វើឲ្យហ្មងទៅរបស់ដែលគាត់ធ្វើឲ្យតួប្រុសយើងគាត់ញ៉ាំទាំងអស់ចឹងហើយគ្មានទេគ្មានជំរឿអីផ្សេងទេតួប្រុសយើងក៏អង្គុយញ៉ាំគ្រាប់នឹងលើនឹងណាដែលជាប់នឹងមាត់របស់គាត់នេះហើយតួស្រីរបស់យើងក៏សួរមិនឆ្ងាញ់ដែរល្អតើតអញ្ចឹងឯបានតួប្រុសរបស់យើងចង់បានខំរៀបចំម្ហូបមកលង្ហត់តែតួប្រុសយើងវិញបែរជាមកប្រកែកចឹងហើយបានតែស្កគ្រាប់ម្ដងនឹងទេតួប្រុសរបស់យើងនឹងក៏ញ៉ាំមកចាញ់ហើយទោះបីជាគាត់ឥឡូវហ្នឹងណាគាត់បាននិយាយថាគាត់ចាស់ពិតមែនតែគាត់គឺពិតជាចង់រំលឹកដល់ពេលដែលគាត់នៅក្មេងណាថាអារម្មណ៍ហ្នឹងគឺបែបម៉េចគ្រាន់តែថានៅពេលតួប្រុសយើងជើងរបស់គាត់ដើរលេងរួចណាអ្វីគាត់ក៏មានអារម្មណ៍ថាវាបានផ្លាស់ប្ដូរទាំងអស់វាដូចមុនទេហើយដោយសារតួប្រុសយើងរឹកពេកណាអត់ប្រូញ៉ាំអីសោះចឹងហើយគេក៏បានមកបើកទូទឹកកកបើកទៅក៏បានឃើញណាបាយឆាដែលតួស្រីរបស់យើងទុកនៅក្នុងទូឲ្យតួប្រុសរបស់យើងញ៉ាំហ្មងចឹងហើយតួប្រុសរបស់យើងគាត់ក៏បាននេះទិញពីទូទឹកកកហ្នឹងយកមកអង្គុយញ៉ាំតួស្រីយើងក៏ឆ្ងល់ខំរៀបចំម្ហូបល្អឲ្យតួប្រុសយើងឡើងមិនចេះតិចតែគេហ្នឹងបែរជាមកអង្គុយញ៉ាំអាហារនៅក្នុងទូទឹកកកហ្នឹងបែបហ្នឹងទៅវិញចឹងហើយតួប្រុសរបស់យើងណាគាត់ក៏លេងចង់រើសអីទៀតដែរចង់ញ៉ាំអីនេះយកណូតហ្នឹងទៅបិទលើទូទឹកកកដើម្បីឲ្យតួស្រីរបស់យើងរៀបចំឲ្យគាត់តែម្ដងតោះតែអញ្ចឹងបានតួប្រុសរបស់យើងហ្នឹងគាត់ពេញចិត្តទៅរួចតវងឡាយគាត់ក៏មានអារម្មណ៍ថាគាត់ពេញចិត្តតួស្រីរបស់យើងសោះមនុស្សស្រីអីហ្នឹងមិនចេះមើលថែគាត់បានត្រឹមត្រូវតែដល់ពេលដែលនៅជាមួយតួស្រីរបស់យើងរៀងយូរទៅណាគឺថាគាត់ចាប់ផ្ដើមពេញចិត្តតួស្រីរបស់យើងឯងកន្លែងណាក៏មើលឃើញថាតួស្រីរបស់យើងហ្នឹងក៏ល្អចឹងហើយឥឡូវហ្នឹងណាតួស្រីរបស់យើងក៏មានអ្នកមកគួរកណ្ដឹងផ្ទះហើយក៏បានឃើញថានេះគឺជាសងយូឈីងហ្នឹងគឺមិនដឹងសាច់ការអីទេគេក៏បានមករកតួប្រុសរបស់យើងដល់ផ្ទះតែម្ដងហើយតួស្រីរបស់យើងវិញគាត់ក៏បានទទួលមើលចឹងទៅគ្រាន់តែថាគេមកនៅគ្មានគោលបំណងល្អទេគេគ្រាន់តែចង់នៅដងជាមួយតួប្រុសយើងដែលថាតួប្រុសយើងហ្នឹងណាដែលវាថាសំណាងអាក្រក់ដែលខ្លាយទៅជាមនុស្សពិការបែបហ្នឹងទាំងដែលរាល់ដងតួប្រុសយើងគឺល្អដាច់គេតែម្ដងតួស្រីរបស់យើងឮសម្ដីពាក្យគេបែបហ្នឹងណានិយាយមកលើតួប្រុសយើងបែបហ្នឹងចឹងទៅគាត់ក៏ទ្រាំបានដូចគ្នាចឹងហើយគាត់ក៏បានចូលមកហក់ផ្ទះគេហ្នឹងតាមហ្នឹងតែម្ដងទៅកុំឲ្យណាចេះមកមើលងាយតួប្រុសយើងបែបហ្នឹងតួស្រីយើងគាត់មិនបានព្រមជាមួយទេទោះបីជាគាត់មិនសូវចូលចិត្តតួប្រុសយើងក៏ដោយតែហ៊ានមានណាគេមកមើលងាយច្បាយរបស់គាត់ហើយណាតួស្រីរបស់យើងគាត់ក៏ដាក់ទៅហើយចឹងហើយឥឡូវនេះតួប្រុសរបស់ស្រីរបស់យើងណាគាត់ក៏បានបើកនេះនៅសភៅអីរបស់តួប្រុសយើងយកមកមើលតួប្រុសយើងក៏ចាប់ផ្ដើមណាខឹងមួយតួស្រីភ្លាមគាត់ថារបស់ទាំងអស់ហ្នឹងគាត់មិនចេះតែឲ្យតួស្រីរបស់យើងជួយបបាក់អីអញ៉ៃទេសំបីតាមមិញហ្នឹងគេខំចូលមកជួយតួប្រុសកុំអាយូឈីហ្នឹងណាគឺមករកតួប្រុសរបស់យើងណាតែបែរជាតួប្រុសយើងមកខឹងជាមួយតួស្រីយើងទៅវិញតួស្រីយើងហ្នឹងគឺគាត់ក្តៅចិត្តតែម្ដងចឹងហើយឥឡូវនេះគាត់ក៏ថាបើបំពេញចិត្តឲ្យគាត់ធ្វើជាអ្នកបម្រើបម្ការគេខ្លាំងណាស់អត់អីទេគាត់គឺនឹងដើរចេញទៅតែម្ដងតួស្រីយើងគាត់ក៏ស្រែកកំហុកដាក់តួប្រុសរបស់យើងភ្លាមហើយតួស្រីរបស់យើងគាត់ក៏ប្រាប់ឲ្យចាំមើលទៅអត់ពីគាត់ទៅមានណាគេមើលថែតួប្រុសយើងបានទៀតដោយសារតែតួប្រុសយើងចរិតបែបហ្នឹងនេះអញ្ចឹងហើយតួស្រីក៏ថាគាត់មិនទ្រាំទេគាត់នឹងចេញតែម្ដងតែគឺថាសង្ហឹងណាគេក៏សុំតួស្រីរបស់យើងណាថាកុំឲ្យចេញទៅបានអត់បងប្រុសរបស់គេតែប៉ុណ្្នឹងទេដោយសារតួស្រីរបស់យើងហ្នឹងពិតជាអ្នកបម្រើល្អខ្លាំងណាស់តែអត់តួស្រីយើងណាតែគេទៅរកអ្នកណាទៀតព្រោះអីមានតែតួស្រីរបស់យើងតែម្នាក់ទេដែលអាចជួយទប់ស្កាត់បងប្រុសរបស់គេបានឥឡូវនេះតួប្រុសរបស់យើងគាត់ក៏ដើម្បីតែលួមលងតួស្រីណាបាញ់ឲ្យលុយឲ្យតួស្រីរបស់យើងមកលៀនចូលកង់ផ្លឹបតួស្រីយើងឃើញហើយបាត់ខឹងហើយមិញហ្នឹងបើសិនជាដឹងតែខឹងបានលុយដល់ថ្នាក់ហ្នឹងតួស្រីរបស់យើងគាត់គឺដឹងតែខឹងឲ្យច្រើនតែម្ដងហើយសង្ហឹងវិញណាគេគឺពិតជាស្រឡាញ់តួប្រុសយើងខ្លាំងណាស់បងប្រុសរបស់គេតែម្នាក់ដោយសារតែតួប្រុសរបស់យើងតាំងពីគេប្រកាជើងមកណាគឺថាសង្ហឹងគេត្រូវចាប់ការងារតែម្នាក់ឯងហើយសំខាន់ណាគឺគេចង់ឲ្យតួប្រុសយើងត្រឡប់មកជាឲ្យលឿនតែម្ដងតែវាដូចថាវាមិនអាចទៅរួចទេណាដោយសារតែសរសៃជើងរបស់តួប្រុសរបស់យើងនឹងគឺបានស្លាប់អស់ហើយតួស្រីយើងមិញហ្នឹងខឹងមួយតួប្រុសយើងមែនប៉ុនតែគ្រាន់តែគេបានលុយភ្លាមណាតួស្រីរបស់យើងផ្លាស់ប្ដូរមួយរំពេចគាត់ក៏មកត្រូវរើគ្នាមួយតួប្រុសរបស់យើងតាមធម្មតាតែម្ដងដូចជាមិញហ្នឹងណាគ្មានរឿងអីកើតឡើងទេចឹងហើយពេលហ្នឹងគឺថាសង្ហឹងណាគេក៏រៀងឆ្ងល់មួយចរិតរបស់តួស្រីតែមិនអីទេឲ្យតែតួស្រីរបស់យើងមនុស្សស្រួលបែបហ្នឹងគេគឺនឹងអាចណាឲ្យតួស្រីរបស់យើងបាននៅជាមួយតួប្រុសយើងឲ្យកាន់តែយូរតែម្ដងហើយតួប្រុសយើង
យើងក៏សួរសងហឹងមិនចាប់ឲ្យនៅគេក៏ដេញឲ្យសងហឹងចេញទៅណាចឹងហើយលើនឹងសងហឹងគេក៏ទៅតែម្ដងហើយគេក៏ឆ្លៀតហៅលោកគ្រូពេទ្យណាដែលជាមិត្តភក្តិមិត្តភឿនរបស់តួប្រុសយើងតែម្ដងឲ្យមកជួយមើលជើងរបស់តួប្រុសយើងណាថានឹងមានសង្ឃឹមដែរអត់គេនឹងអាចដើរកាត់អីដែរអត់អីចឹងទៅណាចឹងហើយគឺថាលោកគ្រូពេទ្យណាគាត់ក៏ពិបាកនឹងពិនិត្យដោយសារតែរបួសរបស់តួប្រុសយើងវាក៏រាប់ឆ្នាំហើយជើងរបស់តួប្រុសយើងទាំងសរសៃទាំងឆ្អឹងអីហ្នឹងវាដូចជាពិបាកតមែនតើចឹងហើយណាតួប្រុសរបស់យើងឬថាគាត់ក៏មានសង្ឃឹមតតែសោះគាត់ក៏មានតែឲ្យតួប្រុសរបស់យើងហ្នឹងគឺជួយខំប្រឹងខ្លួនឯងហើយតួស្រីរបស់យើងក៏ជាអ្នកបម្រើរបស់តួប្រុសយើងណាក៏ត្រូវជួយមើលតួប្រុសយើងឲ្យបានល្អតាមនឹងអញ្ចឹងទៅហើយតួស្រីយើងក៏ប្រកាសជាធ្វើតាមនឹងហើយចឹងហើយលោកគ្រូពេទ្យណាគាត់ក៏មិនចាំបាច់ថាត្រូវស្មុគស្មាញអីនោះឡើយតួស្រីរបស់យើងគាត់ក៏រងចាំមើល24ម៉ោងតែម្ដងហើយបន្ទាប់មកទៀតមកណាឥឡូវនេះគឺថាតួប្រុសរបស់យើងគាត់គឺដើរចេញពីផ្ទះទេតាំងតែពីពេលដែលគាត់គឺដើរលេងរួចមកណាចឹងហើយលើកនេះតួស្រីរបស់យើងគាត់ក៏បានអូសតួប្រុសយើងទៅដល់កន្លែងដែរក្មេងៗលេងអីចឹងទៅដែលកន្លែងទាំងអស់នេះគឺមិនងាយតួប្រុសរបស់យើងគាត់ចូលមកទេព្រោះអីរយៈពេលមួយឆ្នាំហើយតួប្រុសយើងអត់ចេញក្រៅតតែសោះហើយតួស្រីរបស់យើងឯនេះវិញគាត់ក៏ចង់ឡើងទៅលេងគេឯងដែរឡោចឹងហើយគាត់ក៏សោកចិត្តមកទៅដល់ក្មេងៗលេងអីចឹងទៅណាដល់ពេលចឹងទៅពួកក្មេងៗហ្នឹងណាក៏នាំគ្នាមកស្នែកដាក់តួប្រុសតួស្រីរបស់យើងឡើងពេញហ្នឹងហើយតួប្រុសយើងវិញណាគាត់គឺអត់ចូលចិត្តកន្លែងដែលអ៊ូអបែបហ្នឹងទេមនុស្សគាត់ចូលចិត្តសង្ងំនៅតែក្នុងផ្ទះចឹងហើយណាក៏សូមតួស្រីរបស់យើងជួយនាំគាត់ចេញទៅវិញទៅគាត់បាក់ទ្រាំខ្លាំងណាស់តែតួប្រុសស្រីយើងវិញណាគាត់គឺអូសតួប្រុសយើងចេញទៅណាទាំងអស់ដោយសារតែតួប្រុសយើងមិនអាចសង្ងំនៅស្ងៀមទៅនៅផ្ទះបានទេគេនៅមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀតតែតួប្រុសយើងក៏សួរតួស្រីហេតុអីបានជាចិត្តនឹងក្នុងជីវិតរបស់គាត់ដល់ថ្នាក់ហ្នឹងក្រែងតួស្រីរបស់យើងជាអ្នកបម្រើរបស់គាត់ដែរអញ្ចឹងហើយធ្វើតាមបញ្ជារបស់គាត់ចោះហើយចំពោះឲ្យក្មេងៗឯនេះវិញណាតួស្រីរបស់យើងគាត់ក៏មិនចង់ឲ្យពួកគេនឹងគឺត្រូវមកឯកោចំណែកតួប្រុសយើងវិញគាត់ក៏ចង់បង្កើតតំណែងអីដែរណាអញ្ចឹងហើយគាត់ក៏បានយកព្រមលេងជាមួយពួកក្មេងៗហើយក្មេងស្រីម្នាក់នាងក៏បានលោតទៅថាបតួប្រុសយើងភ្លាមធ្វើឲ្យតួប្រុសយើងគាត់ក៏មានអារម្មណ៍ថាបើសិនជាកូនមានគាត់មានកូនស្រីម្នាក់ក៏ប្រកាសជាល្អខ្លាំងណាស់តែដោយសារតែតួប្រុសរបស់យើងគាត់ក៏ដើរលេងកោដែរអញ្ចឹងហើយគាត់គិតថាជីវិតមួយនេះគាត់គឺនឹងមិនអាចជួបនោះទេហើយបន្ទាប់មកតួស្រីយើងគាត់ក៏បានជួយតួប្រុសយើងហ្នឹងឲ្យមកឡើងជិះសេះហោះជាមួយនឹងគ្នាតួប្រុសរបស់យើងវិញណាដល់ពេលឃើញអញ្ចឹងទៅគាត់គឺពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើដោយសារតែគាត់គឺខានបានមានស្នាមញញឹមបែបហ្នឹងយូរណាស់មកហើយអញ្ចឹងហើយតាំងពីពេលដែលគាត់បានជួបជាមួយតួស្រីជីវិតរបស់គាត់ណាក៏ចាប់ផ្ដើមផ្លាស់ប្ដូរមកយ៉ាងល្អខ្លាំងមែនតើតួស្រីយើងក៏ព្យាយាមនាំតួប្រុសយើងទៅគ្រប់ទីកន្លែងតែម្ដងកន្លែងណាក៏ដោយដែលធ្វើឲ្យពួកគេទាំងពីរនេះគឺបានស្រស់ស្រាយសប្បាយជាមួយនឹងគ្នាលើកនេះគឺថាតួប្រុសរបស់យើងណាគាត់ក៏ញញឹមចេញពីចិត្តតែម្ដងហើយតួស្រីរបស់យើងដោយសារតែនៅសុកក៏មានភ្លៀងធ្លាក់ហើយក៏ផ្គររន្ទះដូចគ្នាអញ្ចឹងហើយណាតួស្រីរបស់យើងនេះខ្លាំងអីគាត់រឿងតែម្ដងតែមកខ្លាចណាជាមួយនឹងផ្គររន្ទះអីចឹងទៅហើយតួប្រុសរបស់យើងគាត់ក៏បានជួយនាំតួស្រីយើងចូលមកក្នុងផ្ទះតែម្ដងពេលហ្នឹងណាគាត់ក៏ថាតួស្រីរបស់យើងមាត់ខ្លាំងណាតែមកខ្លាចផ្គររន្ទះបែបហ្នឹងដោយសារតួប្រុសរបស់យើងគាត់ក៏រៀងខ្សោយអញ្ចឹងហើយត្រូវភ្លៀងតិចតួចណាគាត់ក៏បានគ្រុនតែម្ដងតួស្រីរបស់យើងវិញណាគាត់ក៏បារម្ភមែនតើអញ្ចឹងហើយគាត់ក៏បានតាក់ទងទៅកាន់ពេកចំណិតរបស់តួប្រុសរបស់យើងណាដើម្បីទៅឲ្យមកជួយរៀបថ្នាំឲ្យតួប្រុសយើងតែម្ដងដោយសារតែមូលហេតុដែលគេឈឺដោយសារតែគាត់អញ្ចឹងហើយល្មមតែប៉ែតម្ដងក៏រៀងយូរតួប្រុសរបស់យើងណាគាត់ក៏បានប្រលេះលេវឲ្យរបស់គាត់ហ្នឹងណាដើម្បីទៅឲ្យតួស្រីរបស់យើងនេះជួយជួតកសែងសាមឲ្យគាត់តែម្ដងទៅហើយតួស្រីយើងវិញនិយាយថាគាត់ក៏អៀនព្រានមួយតួប្រុសរបស់យើងខ្លាំងមែនតើសឹងតមិនហ៊ានណាយកដៃនេះទៅជួតឲ្យតួប្រុសរបស់យើងតែម្ដងតែតួប្រុសក៏ថាចេះមិនបាច់បារម្ភទេគាត់មិនធ្វើអីទេអញ្ចឹងហើយតួស្រីរបស់យើងណាគាត់ក៏ជួតខ្លួនឲ្យតួប្រុសរបស់យើងតាមធម្មតារហូតដល់ពេលលោកគ្រូពេទ្យគាត់ក៏បានមកដល់អីចឹងទៅតួស្រីរបស់យើងវិញណាគាត់ក៏មានអារម្មណ៍ថាអញ្ចេះកាន់តែនៅជាមួយតួប្រុសអារម្មណ៍របស់គាត់ក៏ចាំផ្លាស់ប្ដូរហើយដោយសារតែតួស្រីរបស់យើងណាគាត់ដូចជាកំពុងតែមានអារម្មណ៍ល្អណាជាមួយនឹងតួប្រុសរបស់យើងខ្លាំងមែនតើគ្រាន់តែថាអារម្មណ៍មួយនេះគាត់គឺពិតជាមិនអាចបង្ហាញឲ្យតួប្រុសរបស់យើងគាត់បានឃើញបានទេដោយសារតែតួស្រីរបស់យើងណាគាត់គឺនៅអៀនជាមួយតួប្រុសរបស់យើងនៅឡើយអញ្ចឹងហើយតួប្រុសរបស់យើងគាត់ក៏មិនបានទៅបខំអីណាជាមួយនឹងតួស្រីរបស់យើងដូចគ្នាឲ្យតួស្រីរបស់យើងគឺធ្វើតាមធម្មតាចោះហើយនៅពេលនោះគឺលោកគ្រូពេទ្យណាគាត់ក៏បានចូលមកដល់គាត់ថាគាត់រៀបចំថ្នាំអស់ហើយតែមិញហ្នឹងណាគាត់ស្មានគាត់បាននិយាយមួយតួស្រីយើងបានយូរហើយតើប្រអីទៅនិយាយទៅគាត់ជាហើយមិនចាំបាច់គ្រូពេទ្យហ្នឹងក៏ជាដែរហើយចំណែកឯពីរអ្នកមកគូនេះវិញណាអតីតគូដណ្ដឹងរបស់តួប្រុសរបស់យើងយូឈិងហើយក៏ព្រមទាំងហើយឆិនណាគេក៏បានចេញមកតាមតួប្រុសរបស់យើងតែម្ដងហើយតួប្រុសយើងវិញណាគាត់គឺអត់ចង់ពាក់ព័ន្ធអីជាមួយនឹងពួកគេទេដោយសារតែនៅហើយវាដូចថាមានអារម្មណ៍ថាវាមានប្រយោជន៍តែម្ដងពួកគេនឹងណាគឺតែងតែតាមមករករឿងតួប្រុសរបស់យើងជាពិ
ពិសេសគឺមើងងាយត្រង់ដែលថាតួប្រុសរបស់យើងគេមិនអាចដើររួចគេគ្មានសមត្ថភាពនឹងអាចដើរបានធ្វើការងារអីបានតួស្រីយើងវិញគាត់គឺកាន់តែស្ដាប់សម្ដីរបស់យូឆេងព្រមទាំងមូហានិងភ្លាមណាគាត់ក៏ក្តៅចិត្តជំនួសតួប្រុសយើងហ្មងចឹងហើយគាត់ក៏បានបញ្ជាឲ្យសន្តិសុខនៅក្នុងផ្ទះណាឆាប់ពួកគេជីដល់ទាំងពីរនេះអាចចេញទៅភ្លាមទៅព្រោះអីនៅហើយក៏តួប្រុសរបស់យើងណាគាត់គឺគ្មានផាសុខភាពដោយសារតែពួកគេទេចឹងហើយឥឡូវហ្នឹងណាគឺថាតួប្រុសរបស់យើងគាត់ក៏ចាប់ផ្ដើមនេះគឺមានអារម្មណ៍ថាសប្បាយចិត្តតែម្ដងដោយសារបានតួស្រីរបស់យើងគឺមើលថែគាត់ពេញទេជាពិសេសគឺថាសង្ហឹងណាគេក៏ជួយគប់គុណណាឲ្យតួប្រុសតួស្រីរបស់យើងនៅជាមួយនឹងគ្នាតែម្ដងដែលឥឡូវនេះតួស្រីរបស់យើងណាគាត់ក៏ចាប់ផ្ដើមណាចេញមករកតួប្រុសរបស់យើងនេះតែគាត់ក៏បានជួបណាជាមួយលោកគ្រូប៉ែតពួកគេហ្នឹងក៏នៅជួបនិយាយគ្នាជាពិសេសទៅទៀតនោះតួស្រីយើងមិញហ្នឹងគាត់ឡើងភ័យដោយសារតែរឿងងឹតផងចឹងហើយក៏កាន់តាំងតោមកជាមួយស្រួលអីហ្នឹងអាងទៅលើកដៃចេញទៅតែគឺថាសង្ហឹងគេថាគ្មានអីទេបន្ទាប់មកទៀតមកណាពួកគេក៏បានរៀបចំខ្លួនដើម្បីតែនេះទៅការណាពិធីភ្ជាប់ពាក្យរបស់ស្រីជើងល្អអតីតគុណដឹងរបស់តួប្រុសរបស់យើងយូឈីងណាចឹងហើយពួកគេទៅរួមគ្នាហ្មងតួប្រុសយើងរត់ដងខ្មាស់គេលើកនេះគាត់បានខ្មាស់គេអ្វីទាំងអស់គាត់គឺនឹងព្រមធ្វើគ្រប់បែបយ៉ាងតែម្ដងចឹងហើយឥឡូវហ្នឹងគាត់ក៏បានមកដល់ដែរចឹងទៅណាពួកអ្នកគ្រប់គ្នាក៏នាំគ្នាសម្លឹងទៅកាន់តួប្រុសដោយសារតែតួប្រុសរបស់យើងណាគាត់គឺបានបាត់មុខមកយូរណាស់ហើយគ្មានណាគេគឺបានស្គាល់មុខរបស់តួប្រុសយើងទេតាំងពីពេលដែលគេបានជួបគ្រោះថ្នាក់ចរាចរណ៍នឹងមកចឹងហើយឥឡូវនេះគឺថានាងយូឈីងព្រមទាំងមូហានពួកគេទាំងពីរនេះក៏នាំគ្នានឹងគឺសប្បាយអរជាមួយនឹងគ្នាតិចទៀតគឺបានរៀបការមួយគ្នាហើយចឹងហើយពួកគេនឹងគឺចង់ធ្វើអីក៏បានជាពិសេសទៅទៀតនោះក៏ចង់ណាឌឺដផ្លែផ្កាជាមួយនឹងតួប្រុសរបស់យើងតែម្ដងចឹងហើយឥឡូវហ្នឹងណាគឺថាតួប្រុសរបស់យើងគាត់ក៏អង្គុយចាំមើលថាពួកគេនឹងចេញនៅពេលណាហើយអាងតែជើងរបស់តួប្រុសរបស់យើងគាត់គឺអាចពិថាមានអារម្មណ៍តែឈឺចឹងហើយទាំងសងហឹងតួស្រីយើងទៅអង្គុយលើជើងតួប្រុសយើងធ្វើបង្ងើយហើយរហូតដល់នាងយូឈីនាងក៏ចេញមកដល់ភ្លាមនាងយូឈីនឹងណានាងក៏ពិថាធ្វើឲ្យមានអារម្មណ៍ថាដូចជាតួប្រុសរបស់យើងនឹងកំពុងតែស្ដាយក្រោយជាមួយនឹងនាងដែលតួប្រុសរបស់យើងនឹងគឺមិនអាចមកជានាងអីមួយនាងបានអីចឹងទៅដោយសារតែជាហេតុថានាងណានឹងតួប្រុសយើងមិនអាចរស់នៅជាមួយគ្នាបានគេពិការជើងគ្មានសមត្ថភាពមើលថែនាងយូឈីនឹងបានទេចឹងហើយតួប្រុសរបស់យើងណាគាត់មុនដំបូងឡើយគាត់មានអារម្មណ៍ថារៀងឈឺតែដល់ពេលគាត់សក់ទៅគាត់ក៏ថាអញ្ចេះបើសិនជាមនុស្សនឹងណាស្រឡាញ់គាត់យកចិត្តទុកដាក់មកលើគាត់នាងប្រកាសជាមិនធ្វើបាបនឹងឡើយចឹងហើយទោះបីជានាងយូឈីងនេះនាងគឺនៅជាមួយតួប្រុសយើងក៏អត់ប្រយោជន៍បែកគ្នាទៅក៏ល្អដែរតួប្រុសរបស់យើងគាត់ក៏រងអាចរកបានមនុស្សស្រីល្អនេះដូចជាតួស្រីយើងអញ្ចឹងគ្រាន់ថាពីរអ្នកគេនឹងគឺមិនទាន់បាននិយាយពាក្យថាស្រឡាញ់អីមួយម៉ាត់ទេព្រោះថាតួស្រីរបស់យើងណាគាត់គឺនៅគិតថាតួប្រុសរបស់យើងណាគេជាចៅហ្វាយរបស់គាត់សិនហើយបន្ទាប់មកទៀតមកណាពេលនោះស្រោតតែនេះផ្ទុះបកូនហ្មងណាដោយសារតែនេះគ្នារបស់តួប្រុសរបស់យើងចូលទៅហើយសំខាន់ទៅទៀតនោះគឺថាប្រឡាក់ឡើងពេញខ្លួនតែម្ដងស្អុយខ្លួនឡើងពេញនឹងហ្មងណាចឹងហើយគេគ្រប់គ្នាក៏នាំគ្នារត់ចេញទៅហើយពេលនោះតួប្រុសរបស់យើងក៏ប្រាប់ថាកុំរកគាត់មានអីស្រាប់តែសងហឹងណាគេក៏បានរត់ទៅរកនេះអាមូហានតែម្ដងហើយបន្ទាប់មកខ្លួនរបស់គេឡើងប្រឡាក់អោចឹងហើយយីវិថាគេខ្ពើមខ្លាំងមែនតានស្អុយឡើងក៏គ្រប់ហើយណាតួប្រុសរបស់យើងគាត់ក៏ត្រូវនាំសងហឹងត្រឡប់មកផ្ទះវិញហើយជិះឡើងមកមួយគ្នាបែបហ្នឹងទៅគាត់គឺឡើងចង់ពោឡើងចង់ស្លាប់ហើយគាត់ក៏សុំណាឲ្យទៅតែឯងបានដែរល្អចាំបាច់មកមួយគាត់ធ្វើអីតែគេក៏និយាយថាក្រែងមកជាមួយគ្នាអញ្ចឹងហើយទៅវិញក៏ទៅជាមួយគ្នាដែរអត់មានមករើសអើមគេទេតែគឺថាតួប្រុសតួស្រីរបស់យើងណាគាត់ក៏សុំបិទចំមកហើយទ្រាំបានទេអញ្ចឹងហើយឥឡូវនេះតួប្រុសរបស់យើងគាត់ក៏នៅអង្គុយហត់ខ្លាំងពេកណាឥឡូវនេះក៏បានស្លាប់តែម្ដងតួស្រីយើងវិញក៏មិនដឹងកើតស្អីទេនេះគាត់ក៏បានស្រែកយំដល់ពេលអញ្ចឹងទៅគឺថាមូហាហ្នឹងណាគេក៏បានចេញមករកតួប្រុសស្រីរបស់យើងតែម្ដងចង់ដឹងថាមានរឿងអីកើតឡើងតួស្រីរបស់យើងគាត់ថាគាត់ដឹងទេគាត់បានឃើញតួប្រុសរបស់យើងហ្នឹងគឺដល់ទៅហើមរៀងវែងហើយសំខាន់ទៅទៀតនោះគេក៏ចម្លែកឥឡូវហ្នឹងក៏បានស្លាប់បាត់មាត់បាត់កតែម្ដងចឹងហើយអសងហឹងគេក៏ចង់រករឿងតួស្រីរបស់យើងណាហើយក៏ព្រមទាំងហៅប៉ូលីសមកទៀតតួស្រីរបស់យើងណាគាត់ក៏និយាយថាអញ្ចេះចាំបាច់អីដល់ថ្នាក់ហៅប៉ូលីសហៅអីមកណាតែគេក៏កំពុងតែចង់រករឿងតួស្រីយើងខ្លាំងទោះបីជារឿងមួយនេះតួស្រីយើងមិនមែនជាអ្នកធ្វើទាត់តែសោះចឹងហើយគេក៏ហៅប៉ូលីសហៅអីចូលមកចាប់តួស្រីតែវាបានស្រេចទេតួស្រីរបស់យើងណាគាត់ក៏បានកាយខ្លួនឯងបានរួចហើយបន្ទាប់មកគាត់ក៏ប្រាប់ថាមិនជាគាត់នោះឡើយដែលធ្វើឲ្យតួប្រុសរបស់យើងនឹងត្រូវមកមានបញ្ហាបែបហ្នឹងដោយសារតែចូលរួមកម្មវិធីណារបស់នេះយូឈីងតែប៉ុណ្ណោះចឹងហើយនៅពេលនោះតួប្រុសរបស់យើងគាត់មិនបានទៅឈឺមិនបានទៅស្លាប់អ្វីទាំងអស់តែនេះល្បិចឲ្យសុទ្ធហើយអ្នកនាំរឿងហ្នឹងតួស្រីរបស់យើងតែម្ដងដោយសារតួស្រីរបស់យើងណាគាត់គឺចរិតខូចមកតាំងពីដើមដល់ពេលអញ្ចឹងហើយគឺមានឱកាសចង់ធ្វើបាបគេភ្លាមណាគឺថាតួប្រុសរបស់យើងនិងតួស្រីគឺធ្វើយកហ្មងតតែខាងប៉ូលីសណាក៏បានអូពីអ្នកនឹងចេញទៅបានទើបតួប្រុសរបស់យើងណាគាត់ក៏
ក៏បានងើបមកឡើងវិញហើយគាត់ក៏និយាយថាគាត់គឺគ្មានកើតអីទេតួប្រុសរបស់យើងនិយាយឡើងបង្ងើយតែម្ដងតែតួស្រីរបស់យើងវិញណាគាត់ក៏មានអារម្មណ៍ថាដូចចម្លែករឿងភ័យមិនដែរណាហើយប៉ារបស់តលោកតារបស់តួប្រុសយើងនេះវិញណាគាត់ក៏បានចូលមកតាមតួប្រុសរបស់យើងទៀតគាត់ចង់សួរសុខទុក្ខតែឥឡូវនេះតួប្រុសយើងគាត់អត់ទាន់ទទួលឲ្យណាគេមកមើលថែគាត់ទេមិនចាំបាច់សួរសុខទុក្ខអីទេគាត់ក៏ថាគាត់មិនអីឡើយចឹងហើយឥឡូវនេះតួប្រុសរបស់យើងក៏ងើបមកអង្គុយនិយាយជាមួយតួស្រីយើងតាមធម្មតាហើយគាត់នឹងក៏មិនបានទៅកាត់អ្វីធ្ងន់ធ្ងរទេក៏ឲ្យតួស្រីរបស់យើងនឹងគឺសុបាយចិត្តចោះតួស្រីរបស់យើងនឹងគឺនៅតែស្ងៀមទៅគ្មានអីទាំងអស់ចឹងហើយនិយាយថាតួស្រីរបស់យើងណាគាត់ក៏រត់ទៅតែតួប្រុសយើងគាត់មិនកើតអីជាពិសេសហើយគឺថាតួប្រុសរបស់យើងណាគេក៏បានប្រមូលតួស្រីរបស់យើងនេះមកដើរផ្សារជាមួយគ្នាគាត់ថាដូចជាអស់របស់ញ៉ាំអីចឹងហើយក៏មានតែដើរផ្សារនឹងឯងដើម្បីតែរកអីឆ្ងាញ់អីចឹងទៅហើយតួស្រីរបស់យើងវិញនិយាយថាប្រើចង្វាយដល់កហ្មងអាំងទទួលប្រុសរបស់យើងណាដូចថាគេនឹងគឺមិនចាស់ឈឺជើងចឹងទៅក៏បានយកអ្វីអីឡើងច្រើនហ្មងណាឡើងមកកត្រកធំយកទៅដាក់លើជើងរបស់តួប្រុសរបស់យើងទាំងអស់ហើយតួប្រុសយើងយូរទៅមានអារម្មណ៍ថារៀងចុកជើងដែរតែគាត់ក៏មិនមាត់ហើយតួស្រីរបស់យើងវិញណាគាត់ក៏រកទៅទិញនំរបស់គាត់ណានំដែលគាត់ចូលចិត្តខ្លាំងមែនតើដែលនំទាំងអស់ហ្នឹងណាតួស្រីរបស់យើងធ្លាប់ញ៉ាំជាមួយនឹងលោកតារបស់គាត់តែពេលនោះគឺថាវាអត់មាននៅក្នុងហាងហ្នឹងទេតួស្រីយើងក៏ស្រែកលោឡាឡើងពេញនឹងហើយមកទិញនំជំនួសនេះក៏វារសជាតិអត់ដូចជារបស់ដែលគាត់ធ្លាប់ញ៉ាំជាមួយលោកតារបស់គាត់ដូចគ្នាចឹងហើយតួប្រុសយើងគាត់ក៏ចង់ដឹងថានំហ្នឹងវាបែបម៉េចហើយតួស្រីរបស់យើងចង់មករបៀបម៉េចអីចឹងទៅណាអាងគាត់គឺជួយមើលឲ្យតួស្រីរបស់យើងតែម្ដងដោយសារតែចង់ផ្គប់ចិត្តតួស្រីរបស់យើងណាស់ដែរតែតួស្រីក៏ថាមិនអីទេគាត់មិនសូវជាររឿងអីប្រហែលទេចឹងហើយលើនេះដោយសារតែដឹងថាជាថ្ងៃកណ្ដាលរបស់តួប្រុសទាំងសងហឹងទាំងតួស្រីរបស់យើងក៏បានរៀបចំមកណានំខេកយកមកឲ្យតួប្រុសតែតួប្រុសយើងវិញនិយាយថាសោះក៏ក្រោះមែនតើគេមិនសូវចេះបង្កប់ភាពសប្បាយអីប្រហែលទេចឹងទៅក៏មានថាតួស្រីយើងនឹងឯងមនុស្សពូកែគោហើយសងហឹងវិញក៏ត្រូវដៃត្រូវជើងជាមួយតួស្រីរបស់យើងមកតំហឹងតែម្ដងដូច្នេះហើយឥឡូវហ្នឹងណាគាត់ក៏ចាប់ផ្ដើមប្រពៃពិធីខួបកណ្ដាលរបស់តួប្រុសរបស់យើងតែម្ដងឲ្យតួប្រុសយើងផ្លុំទៀនទៅហើយក៏បានរត់លេងឡើងពេញផ្ទះហ្មងណាហើយតួប្រុសរបស់យើងវិញគាត់ឃើញបែបហ្នឹងណាគាត់ក៏មានអារម្មណ៍ថាក្តីសោកខ្លាំងមែនតើដោយសារតែគាត់គឺមានអារម្មណ៍សប្បាយចិត្តនឹងមករាប់ឆ្នាំហើយតែឥឡូវនេះក៏ដូចថាអារម្មណ៍របស់តួប្រុសរបស់យើងណាគឺបានត្រឡប់មកល្អទាំងអស់ហើយបន្ទាប់មកតួប្រុសយើងគាត់ក៏ចេញមកខាងក្រៅទៅបងឡាយចង់ចេញទៅគេងលឿនណាតែឃើញកំជ្រួយភ្លាមហ្មងតួប្រុសយើងគាត់ក៏ប្រាប់ថាមិនចាំបាច់ទៅទេបន្ទាប់មកណាគាត់ក៏បានឃើញតួស្រីរបស់យើងដើរមកហ្មងណាដោយសារតួស្រីយើងនឹងសងហឹកនឹងឯងជាអ្នកផ្ដាំគណិតមកទាំងអស់រៀបចំកំជ្រួយតូចនៅក្នុងផ្ទះអីចឹងទៅទាំងដែររបស់ទាំងអស់នេះតួប្រុសរបស់យើងគាត់ដែរចូលចិត្តទេចឹងហើយលើកនេះតួប្រុសរបស់យើងគាត់ក៏កាន់តែឃើញតួស្រីកាន់តែគួរឲ្យស្រឡាញ់ជាពិសេសគ្រាន់តែឃើញស្នាមញញឹមរបស់តួស្រីមុខស្អាតរបស់តួស្រីយើងភ្លាមណាគាត់ក៏អង្គុយញញឹមតាមម្នាក់ឯងតែម្ដងតែដោយសារតែតួប្រុសតួស្រីរបស់យើងណាដំបងឡាយអ្នកនៅសន្តិសុខនៅម្ដុំនឹងណាគេស្មានថាមានអគិភ័យអីចឹងទៅណាគាត់ក៏ខំយកប្រដាប់ប្រដាដើម្បីតាមមកពិលុតក៏ប៉ុន្តែណាតួប្រុសតួស្រីរបស់យើងគាត់គឺអុចកំជ្រួយធម្មតាសោះចឹងហើយក៏ខាងនឹងគេក៏មិនថាអីដែរហើយតួប្រុសយើងក៏បានទៅកាន់មន្ទីរប៉ារណាដើម្បីតែពិនិត្យមើលជើងរបស់គាត់ម្ដងទៀតដែលជើងរបស់តួប្រុសយើងឥឡូវនេះគាត់មានអារម្មណ៍ថាដូចជាអាចមានអារម្មណ៍ដូចកម្រើកបានតិចណាតែតួប្រុសរបស់យើងវិញគាត់ក៏ដូចជាមិនប្រកាសដែរថាជើងរបស់គាត់កម្រើកបានមែនតើឬគ្រាន់តែជាអារម្មណ៍របស់គាត់ដែលគាត់កំពុងតែចង់ដើរខ្លាំងណាស់ដោយសារតែគាត់គឺមិនចង់មកឃើញតួស្រីរបស់យើងត្រូវមកបម្រើការត្រូវមកដើរតាមគាត់ត្រកណាដោយសារតែគាត់ដើរមិនរួចចឹងហើយតួស្រីរបស់យើងឯនេះវិញគាត់ក៏បានចេញមកផឹកស៊ីណាជាមួយនឹងគ្នាជាមួយនឹងសងហឹងជាពិសេសសងហឹងគេមិនមែនមកតែឯងទេគេក៏ឆ្លៀតហៅមិត្តភក្តិរបស់គេអីហ្នឹងណាមកផឹកជុំគ្នាទៀតឡើងស្វឹងពេញហ្នឹងតួប្រុសយើងវិញគ្រាន់តែដឹងថាតួស្រីចេញទៅផឹកមួយសងហឹងភ្លាមណាក្តៅឆេវតែម្ដងចឹងហើយក៏បានចេញមកតាមតួស្រីយើងដល់កន្លែងផឹកតួស្រីយើងវិញណាក៏ឃើញថាក៏អីអង្គុយឥឡូវហ្នឹងក៏រត់ទៅអង្គុយលើតួប្រុសយើងណាចឹងហើយតួស្រីប្រុសរបស់យើងវិញគាត់មើលមួយតួស្រីមិនផឹកឆ្អែតហើយនៅតួស្រីរបស់យើងចង់តាណាទៀតតែតួស្រីយើងគាត់ស្វឹងមែនតើហើយចឹងហើយគាត់ដឹងទេថានេះគឺជាវាយរបស់គាត់ទោះបីជាខ្លាចគេមិនក៏ដោយដល់ពេលស្វឹងចឹងទៅណាតួស្រីរបស់យើងគាត់លែងមានអារម្មណ៍តែខ្លាចអ្វីទាំងអស់ហើយបន្ទាប់មកទៀតមកណាសងហឹងគេក៏រៀងភ័យខ្លួនដោយសារតែគេនឹងឯងអ្នកនាំតួស្រីរបស់យើងចេញទៅផឹកចឹងហើយដឹងតែរួចមិនរួចខ្លួនទេតួប្រុសយើងដឹងតែចាប់ការសងហឹងនឹងជាមិនខានហើយតួស្រីរបស់យើងវិញណាគាត់ក៏ស្វឹងផងហើយក៏ស្រែកណាគាត់ថាគាត់សុំតែមកទៀតទេនិយាយទៅគាត់គឺនឹងទៅផ្ទះវិញហើយសុំទៅផឹកតតែតួប្រុសយើងវិញមិនឲ្យតួស្រីយើងទៅណាទាំងអស់បន្ទាប់មកណាតួស្រីរបស់យើងគឺ100អារម្មណ៍តែឯងហ្មងដល់ពេលស្វឹងចឹងទៅណាគាត់ក៏ស្រែកយំផងស្រែកថ្នឹកតួប្រុសរបស់យើងផងអីផងចឹងហើយឥឡូវនេះតួប្រុសយើងក៏នាំតួស្រីទៅដល់ផ្ទះសម្រាប់ភ្លាមងើបឡើងមកភ្លាមក៏ឃើញថាសម្លៀកពាក់ខ្លួនឯងគឺត្រូវបានផ្លាស់ប្ដូរនេះតួស្រីរបស់យើងណាគាត់
គាត់ក៏បានស្រែកហ្នឹងឡើងពេញផ្ទះតែម្ដងហើយក៏សួរហេតុអីបានជាកៅរបស់គាត់បានបដូរបែបហ្នឹងចឹងទៅតួប្រុសក៏ថាចាបារម្ភអីមានអ្នកណាគេទៅបដូរកោតគឺមានតែម៉ែដោះនៅក្នុងផ្ទះហ្នឹងឯងដែលបានជួយមើលថែជួយផ្ដាស់បដូរសម្លៀកបំពាក់របស់តួស្រីរបស់យើងអីចឹងទៅណាចឹងហើយតួស្រីរបស់យើងគាត់ក៏រៀងធូរទ្រូងមួយគ្រាព្រោះអីដោយសារតែស្មានថាតួប្រុសរបស់យើងណាជាអ្នកដែលបានជួយផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យគាត់ណាបើសិនជាតួប្រុសយើងប៉ិតមែនណាតួស្រីរបស់យើងគាត់មិនដឹងថាត្រូវយកមកទៅទុកនៅទីណាទេនិយាយទៅគឺខ្មាស់គេខ្លាំងមែនតើចឹងទៅឥឡូវហ្នឹងណាតួស្រីរបស់យើងគាត់ក៏បានសុំតួប្រុសថាលើក្រោយគាត់គឺនឹងលែងផឹកបែបហ្នឹងទៀតហើយឥឡូវហ្នឹងណាអភ័យទោសឲ្យគាត់ម្ដងទៅតួស្រីរបស់យើងណាសុំតួប្រុសហ្មងកុំខឹងមួយគាត់ណាលើដែរល្អអត់តួប្រុសយើងតែប៉ិតទៅគាត់គឺមិនបានទៅខឹងជាមួយនឹងតួស្រីរបស់យើងអីនោះទេនិយាយចាំទៅណាគាត់គឺមានតែចង់ណានៅក្បែរតួស្រីរបស់យើងទ្វេដងចឹងហើយឥឡូវនេះគឺថាតួស្រីប្រុសរបស់យើងណាគាត់ក៏ពិតជាចង់សួរមែនតើថាតួស្រីរបស់យើងចូលចិត្តគាត់ឬក៏យ៉ាងម៉េចតែដូចថាអញ្ចឹងតួប្រុសរបស់យើងនិងតួស្រីគឺអត់មានអារម្មណ៍និយាយអីមួយគ្នាទេហើយតួប្រុសយើងក៏ឲ្យតួស្រីទៅខាងក្រៅចោលដោយសារតែមានអ្នកដឹកបានឲ្យតួស្រីណាដែលនឹងគឺជានំដែលតួស្រីយើងគាត់ចូលចិត្តញ៉ាំជាមួយនឹងលោកតារបស់គាត់តួប្រុសរបស់យើងឃើញតែតួស្រីរនំនឹងមិនឃើញអីចឹងហើយកំងតាមអនឡាញឲ្យតួស្រីរបស់យើងមកប្រុសដឹកដល់មុខផ្ទះតែម្ដងកុំឲ្យតួស្រីរបស់យើងនឹងគឺបកែសក់សក់រស់កុំឲ្យតួស្រីរបស់យើងនឹងគឺបកែសួររខ្លាំងពេកតួស្រីយើងគាត់ឡើងរំភើបតែម្ដងដោយសារតែមិននឹកស្មានថាតួប្រុសរបស់យើងណានឹងបកែយកចិត្តតួស្រីរបស់យើងដល់ម្លឹងទេចឹងហើយឥឡូវហ្នឹងណានិយាយពីថានេះតួស្រីរបស់យើងណាគាត់ក៏ចាប់ផ្ដើមហ្នឹងគឺកាន់តែច្បងច្បល់ជាមួយនឹងអារម្មណ៍របស់ខ្លួនឯងហើយដោយសារតែតួប្រុសរបស់យើងជាចៅហ្វាយរបស់គាត់ហើយគាត់គ្រាន់តែជាអ្នកបម្រើហើយទៅលងស្រែតួប្រុសរបស់យើងក៏មានអារម្មណ៍ថាវាដូចជាខុសហើយតួប្រុសរបស់យើងព្រឹកនេះក្រាប់ឡើងមកក៏មានអារម្មណ៍ថាចម្លែកគាត់ក៏បានចុះពីលើគ្រែមកយ៉ាងស្រួលហើយក៏ឃើញតែជើងខ្លួនឯងគឺដើរបានហើយតួស្រីយើងវិញក៏រៀបចំថ្ងៃនេះខ្លួនថ្ងៃនេះណាឡើងស្អាតហ្មងហើយកាន់ផ្កាមកបាច់គ្រាន់តែឃើញតួប្រុសយើងគាត់ដើរឃើញរួចភ្លាមហីតួស្រីរបស់យើងណាគាត់គឺរត់ទៅអបន័យជើងទេក៏បានរត់ទៅរកតួប្រុសយើងតែស្រាប់តែល្អជាមួយនឹងការាលហើយតួប្រុសយើងក៏ដួលដេកណាថាបមាត់របស់តួស្រីរបស់យើងតែម្ដងហើយឃើញអញ្ចឹងទៅណាគឺថាតួប្រុសយើងអត់មានព្រមងើបតាណាទេគាត់ថានេះឱកាសរបស់គាត់ហើយគាត់គិតតែខ្លួនឯងហ្នឹងគឺមិនអាចដើរបានមកជីវិតអីតែឥឡូវនេះគឺបានសម្រេចអស់ហើយតួស្រីយើងដោយសារតែអៀនមួយគេខ្លាំងពេកណាចឹងហើយគឺមិនបានទៅរំភើបអីច្រើនទេដាក់មេព្រួចរត់ទៅបន្ទប់កលំភួយជាប់ដោយសារតែគាត់គឺបានថើបតួប្រុសយើងហើយនេះក៏ជាស្នាមថើបដំបងរបស់គាត់តួស្រីរបស់យើងនិយាយថាផងអៀនផងណាជាមួយតួប្រុសយើងមែនតើហើយក៏មិនដឹងថាទៅប្រឈមមុខជាមួយតួប្រុសយើងបែបណាទេនេះដោយសារតែបានឆ្លោទៅលើតួប្រុសតែឥឡូវហ្នឹងគឺមិនអីទេតួស្រីយើងគាត់ក៏បានខលទៅរកបងស្រីរបស់គាត់ថាឥឡូវហ្នឹងគាត់រត់ទៅចាប់ហើយថាទៅធ្វើការងារដើម្បីតែរកលុយសោះតែអានេះគឺថាទៅជាប់ស្នេហ៍របស់ម្ចាស់ផ្ទះរបស់គេតួស្រីរបស់យើងណាគាត់គឺអត់ដឹងថាត្រូវដកចិត្តអីមិនរួចទេដោយសារតែឥឡូវហ្នឹងក៏មានអារម្មណ៍ថាដូចជាជ្រុលខ្លួនហើយតែលើកនេះគឺថាតួប្រុសរបស់យើងណាគាត់គឺមិនចង់ឲ្យមានការយកច្រឡំអីទេហើយសំខាន់ទៅទៀតនោះតួស្រីរបស់យើងគាត់ក៏ចង់ដឹងពីអារម្មណ៍របស់តួប្រុសស្រឡាញ់គាត់ដែរអត់ឥឡូវហ្នឹងក៏បានសុំតួប្រុសយើងតែគាត់អាចថើបតួប្រុសយើងម្ដងទៀតបានដែរអត់ណាតួស្រីរបស់យើងអត់រងចាំច្រឡំយូរទេគាត់ក៏ទាញតួប្រុសយើងយកមកថាភ្លាមហើយតួប្រុសរបស់យើងវិញក៏នៅតដោយសារតែគាត់ក៏ស្រឡាញ់តួស្រីរបស់យើងអារម្មណ៍ពួកគេទាំងពីរនេះគឺដូចគ្នាតែម្ដងអញ្ចឹងហើយណាតួប្រុសយើងក៏គិតថាតួស្រីយើងស្រឡាញ់គាត់មែនតើក៏មិននេះឬក៏អារម្មណ៍មួយឆាវណានិយាយទៅពីរនាក់ហ្នឹងគឺនៅតែមិនអាចគិតបានដោយសារតួប្រុសរបស់យើងធ្លាប់បានស្រីបោកប្រាស់ឲ្យម្ដងអញ្ចឹងហើយក៏រត់តែចម្លែកនៅក្នុងខ្លួនគាត់ដូចជាខ្វះបបពិសោធន៍ខ្លាំងមែនតើហើយសងហឹងណាវិញណាគេក៏បានបបួលតួប្រុសរបស់យើងបើសិនជាដើររួចហើយឥឡូវនេះចោះបញ្ញាទៅក្រុមហ៊ុននៅប្រយ័ត្នតែមានអ្នកលេបតបាក់ក្រុមហ៊ុននឹងជាប់អញ្ចឹងហើយឥឡូវហ្នឹងតួប្រុសយើងក៏ងើបឈរឡើងមកគាត់ក៏ថាគាត់នឹងទៅដល់ពេលអញ្ចឹងទៅណាគឺថានេះសងហឹងគេសប្បាយអរខ្លាំងណាស់ព្រោះអីគឺគេបនឲ្យទៅបងប្រុសរបស់គេអាចបានដើរបានបែបហ្នឹងឯងអញ្ចឹងហើយឥឡូវហ្នឹងណាគឺថាតួប្រុសរបស់យើងគាត់ក៏បាននេះមកដល់ក្រុមហ៊ុនរបស់គាត់ហើយដោយសារតែគាត់គឺអ្នកគ្រប់គ្នាគិតថានឹងមិនអាចមានវត្តមានរបស់តួប្រុសយើងចូលមកក្រុមហ៊ុនមួយនេះបានម្ដងទៀតទេតែឥឡូវនេះគឺខុសពីកែប៉ិនតួប្រុសរបស់យើងណាគាត់គឺបានចូលមកតែម្ដងហើយអ្នកដែលធ្លាប់តែកាន់កាប់ក្រុមហ៊ុនរបស់តួប្រុសយើងណាដូចជាយូឈីងព្រមទាំងមូហាននៅលេវិញនិយាយទៅគឺថាតួប្រុសរបស់យើងចង្អុលផ្លូវឲ្យពួកគេដើរចេញទៅវិញដោយសារតែក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនរបស់គាត់ពួកគេគឺអត់មានសិទ្ធទេតែសងហឹងគេក៏និយាយថាឯងមានសិទ្ធអីនេះតួប្រុសយើងមកក្រោយអីចឹងទៅណាតួស្រីរបស់យើងវិញក្តៅចិត្តជំនួសនេះបើប៉ះពាល់អីតួប្រុសរបស់យើងហើយតួស្រីយើងវិញនិយាយថាហ៊ានហ្មងហើយតួប្រុសយើងសិតតែប្តីឲ្យពេញមាត់ដល់ពេលអញ្ចឹងទៅគឺសល់ពេលហ្នឹងណាមូហានគេអញ្ចឹងចេញទៅណាទេតែតួប្រុសយើងវិញគាត់ក៏បានហៅសន្តិសុខហើយប៉ូលីសហៅអីហ្នឹងណាមកឡើងពេញហ្នឹងអញ្ចឹងហើយគេហ៊ានមួយតួប្រុសយើងបន្តទៀតទេហើយតួប្រុសយើងឥឡូវនេះចាប់ការរួចអស់គាត់ក៏ចូលមកសួរតួស្រីបាញ់មិញហ្នឹងហៅគាត់បែបម៉េចតួ
តួស្រីក៏ថាអីគេហ្នឹងក៏អត់ចាំផងតួប្រុសយើងជីជាវាយរបស់គាត់តែគឺថាតួប្រុសយើងគាត់បានដឹងឥឡូវនេះតួស្រីយើងរងចាំមិនមែនតែរងចាំឲ្យគាត់សារភាពស្នេហ៍ដាក់តួស្រីរបស់យើងមុនណាចឹងហើយតួប្រុសយើងគាត់គឺមិនបានតែខ្លាចអីមួយតួស្រីរបស់យើងនោះឡើយតួប្រុសយើងនិងតួស្រីយើងក៏បានសារភាពស្នេហ៍ដាក់គ្នាទៅវិញទៅមកឥឡូវនេះគឺថាពិភពលោករបស់តួប្រុសយើងណាគឺផ្កាឈូកទាំងមូលតែម្ដងហើយឥឡូវនេះគឺថាគ្រួសារគេគឺបានជួបជុំគ្នាណាដែលសារតែចូលឆ្នាំចិនផងចឹងទៅតួស្រីរបស់យើងគាត់ក៏ហៅបងស្រីរបស់គាត់មកចូលរួមញ៉ាំអីជុំគ្នាបណ្ដាលហើយព្រមទាំងមិត្តភ័ក្តិរបស់តួប្រុសយើងឡើងពេញហ្នឹងចឹងទៅឥឡូវហ្នឹងគឺថាតួស្រីរបស់យើងនិងតួប្រុសយើងធ្លាប់តែគិតថាពួកគេនឹងមិនអាចទទួលបានអារម្មណ៍សេចក្តីសុខនៅក្នុងគ្រួសារនឹងបានទេដោយសារតួប្រុសយើងគាត់ដើរអត់រួចចឹងហើយក៏ចេះតែខ្លាចតែឥឡូវនេះគឺលេងអីហើយតួប្រុសរបស់យើងនិងតួស្រីណាពួកគេទាំងពីរនាក់ក៏បានកសាងជីវិតគ្រួសារណាជាមួយនឹងគ្នាតែម្ដង